ta chỉ to lùm hạt của dương tiết dương ấy dương châu đó lùm hạt tung cố bà nơi tập bò thì ha tập muốn mê riêng vì mấy cả nó thì bầm buồn bà tung cố dương đọc sai vì mấy cả rồi đã tung cố dương miền px tàu chỉ mà mùi được và cho như hồ rốt ích tôi chiên mà mùi lục bí bà cuốn bỏ ong thì bí tôi chạy một bí trong ích tôi chiên mà mùi lục bí và trong mùi lục bí dân quân cầm ra và mùi lục bí thì nè mùi bí bị bài mùi trong ích nhưng mà tôi chiên mà mùi lục buồn tôi chiên mà mùi lục buồn và sắp ra là được bật tọtចំនួនក្រាបបន្តចំនួនយើងបាទ0 1 4ផ្នែកខាងវិជ្ជមានបាទតូចជាងឬស្មើតូចជាងឬស្មើ x តូចជាងឬស្មើចឹងផ្នែកឆោតគឺជាចម្លើយបាទ x តូចជាងស្មើ1 4គឺជាចំគឺជាចម្លើយខ្ទង់គោយើងមានx លើ7ធំជា1លើ4បាទវាធំជា1លើ4ចឹងទីដៅយើងរក x ចឹងនេះចែកមកទីដៅយើងរក x ចឹងនេះចែក x ចែក7ចាប់អង្គទីអង្គឆ្លងទៅអង្គទី2វាទៅជាគុណនឹង7វិញហើយចេះបាន x ធំជាង1លើ4គុណនឹង7ចឹងយើងតែបាន x ធំជាងបាទ7លើ4បាទយើងសិក្សាទៅលើក្រាហ្វបន្តចំនួនយើងដដែល0 7លើ4ផ្នែកខាងវិជ្ជមាន7លើ4ធំជាងដាច់ខាតវងកញ្ចក់បាទផ្នែកឆោតគឺជាចម្លើយធំជាង7លើ4ធំទៅឯធំជាង7លើ4គឺផ្នែកខាងនេះទេធំជាងមិនមែនតូចជាងធំជាង7លើ4បាទ7លើ4ផ្នែកខាងនេះផ្នែកខាងស្ដាំបាទផ្នែកខាងឆ្វេងយោទេព្រោះ x ធំជាង7លើ4ជាងផ្នែកខាងស្ដាំមិនយោបាទយើងចូលដល់មួយទៀតគឺដកបាទខ្ទង់គោខ្ទង់ខោបាទខ្ទង់ខោយើងមាន 5x ដក1ធំជាង4ចេះបាននិយាយបាន 5x ធំជាង4ដក1បងទី2បូក1ចឹង x របស់យើង 5x របស់យើងធំជាង5គឺតែ x ធំជាង5ចែក5បាទស្មើ1បាទ x ធំជាង1មិនធំជាង1ដោយសារវានេះនៅគ្រូដាក់ពីនេះx ធំជាង1ចម្លើយបាទ0 1ចឹង x
ធំជាងមួយបាទចំណែកឆោតគឺជាចម្លើយបាទយើងចូលដល់ខ្ទង់ខូរដែរគឺមួយមាន3ខ្ទង់គឺខូដក 2x ដក 2x ដក 1 ធំជាងឬស្មើ 5x នៅខ្ទង់ងោហើយនៅខ្ទង់ខូយើងគឺខ្ទង់ខូដក 8x បូក 9 បាទធំជាងស្មើដក 7 បាទអញ្ចឹងរូប x 8x ធំជាងស្មើដក 7 បូក 9 បោះអង្គទី2ទៅដក 9 ចឹងយើងបានដក 8x ធំជាងស្មើដក 16 បាទវាចាយនឹងដក 8 ទៅចាយដក 8 យើងរក x រក x មានសញ្ញាអវិជ្ជមាននៅជាប់បញ្ញត្តិ x ចឹងដូរទិសដៅនេះវាសញ្ញាវិសមភាពយើងចឹងចាយដក 8 ចឹងអង្គទី2ចាយដក 8 ដែរចឹង x យើងដក 16 លើដក 8 ចឹងវាបានគេវាបាន x យើងតូចជាងស្មើ 8 ចាយ 16 ចាយ 8 បាន 2 បាទតូចជាងស្មើ 2 បាទដកចាយដកគឺទៅជាបូកបាទក្រាបនៃបន្តចំនួនយើងក្រាបនៃបន្តចំនួនយើងវាបានអីគេ x តូចជាងឬស្មើ 0 2 ផ្នែកវិជ្ជមានតូចជាងឬស្មើសញ្ញាគ្នាតូចជាងនៅផ្នែកខាងឆ្វេងបាទតូចជាងស្មើផ្នែកឆ្កូតគឺជាចម្លើយនៅខ្ទង់នោះដែរគឺមួយខ្ទង់ទៀតខ្ទង់ខូដែរគឺ x ដក 1 x ដក 1 តូចជាងបាទតូចជាង x បូក 2 x បូក 2 បាទតូចជាងទេមិនមែនតូចជាងស្មើទេបាទបន្ទុកជ័យបានគេបាន x បោះ x មកអង្គទី2មកទី1មកយើងបានដក x តូចជាង 2 ដក 1 បងទី2បូក 1 ជាង 0x តូចជាង 3 0x តូចជាង 3 យើងសិក្សាទៅលើក្រាមជាង 0 នោះនេះ 0x តូចជាង 3 ជាង 0x តូចជាង 3 ជាងមានន័យថាចម្លើយវាទោះតម្លៃ x ស្មើប្រមាណដោយគុណនឹង 0 គឺ 0 នឹង x ហើយ 0 នៅតែតូចជាង 3 ជាង x ចឹងក្រាមយើងគឺមានចម្លើយច្រើនរាប់អស់បាទចឹងចម្លើយមានច្រើនរាប់អស់